វីដេអូនេះនាំអ្នកទាំងអស់គ្នាមកមើលទីក្រុងវិនជូនៃប្រទេសចិនខ្ញុំបានមកដល់លេងពេញមួយថ្ងៃហើយនឹងមានសកម្មភាពមួយចំនួននៅក្នុងទីក្រុងវិនជូនឹងហើយពួកយើងក៏មានបានទិញអ្វីដែលយើងចង់បានដែរមុនដំបូងគឺមុនទៅមុនចេញពីផ្ទះគឺយើងញ៉ាំអាហារពេលព្រឹកហើយនៅចិនហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងគីវអ៊ីរបស់គេហ្នឹងនិយាយទៅអាហាររបស់គេគឺសុខភាពហ្មងគេញ៉ាំជាមួយនឹងជីឆាយហើយនឹងសាច់គោនៅខាងក្នុងហ្នឹងហើយមានបន្លែខ្ញុំមានអារម្មណ៍ថាអាហាររបស់គេហ្នឹងគឺសុទ្ធតែអាហារសុខភាពយើងញ៉ាំតិចតិចប៉ុន្តែឆាប់ឆ្អែតហើយបន្តមកគឺយើងនាំគ្នាធ្វើដំណើរចេញពីផ្ទះទៅហើយជិះទៅដល់ទីក្រុងវិនជូហ្នឹងប្រហែលជាចំណាយពេល7 ម៉ោងថា1 ម៉ោងកន្លះហើយតាមផ្លូវរបស់គេគឺពេលច្រើនគឺសុទ្ធតែភ្នំនៅនឹងទេសភាពរបស់គេគឺស្អាតមែនទែនហើយខ្ញុំមានអារម្មណ៍ថាជនជាតិចិនគេចិត្ត relax គេសម្បូរកន្លែងលេងនៅហ្នឹងសូម្បីតែតាមផ្លូវរបស់គេមានដាក់ទស្សនីយភាពឲ្យយើងមើលនៅតាមផ្លូវអញ្ចឹងនិយាយទៅគឺគេចិត្តបង្ហាញបែប relax ហើយខ្ញុំក៏ធ្វើដំណើរចូលទៅក្រោមដីព្រោះសិតតែភ្នំអញ្ចឹងហើយភាគច្រើនផ្លូវរបស់គេគឺនៅក្រោមភ្នំអញ្ចឹងគេទម្លុះមកអញ្ចឹងណាហ្នឹងហើយយើងក៏នៅគ្នាជិះទៅហើយយើងក៏ switch ផងទៅអូយជិះដាច់ជិះកើនិយាយគ្នាផងស្ដាប់ចម្រៀងផង